ខ្ញុំតលេងទឹកធ្លាក់វិលល្ងាចហើយវីដេអូហ្នឹងក៏ជាវីដេអូដែលពួកខ្ញុំបែកគ្នាទៅធ្វើការរៀងខ្លួនដែរហើយខ្ញុំនិយាយអញ្ចឹងប្រកាសជាមានបងគាត់ឆ្ងល់ហើយមែនអត់ថាមិនបានបែកគ្នាហ្នឹងហើយខ្ញុំប្រាប់បងមកទៅគឺដោយសារតែឥឡូវហ្នឹងគឺពួកខ្ញុំបានឈប់ថតដែរឥឡូវបានហើយឈប់និយាយរឿងហ្នឹងប៉ុណ្ណឹងត្រឡប់មកមើលវីដេអូយើងទៅជ្រាវវិញហ្មងណាហើយមុននឹងខ្ញុំចេញតាណាតន័យគឺខ្ញុំតែងតែអត់ភ្លេចលាបជាមួយនឹង sunscreen ដើម្បីការពារពន្លឺថ្ងៃពន្លឺព្រះអាទិត្យទេហើយ sunscreen ដែលខ្ញុំប្រើហ្នឹងគឺជា sunscreen Felix និយាយទៅទោះបីជាខ្ញុំខានចេញវីដេអូបងមើលប្រហែលខែហ្នឹងក៏ខ្ញុំប្រើ sunscreen Felix ដែរនិយាយទៅវា favorite ខ្ញុំហ្មងខ្ញុំប្រើជាប្រចាំតាណាក៏ខ្ញុំប្រើដែរដោយសារតែ sunscreen Felix គឺមានជាតិ SPF 50 បូកនិយាយទៅការពារពន្លឺថ្ងៃបានល្អខ្លាំងមែនតើហើយបើយើងបានប្រើ sunscreen ហើយយើងអត់ប្រើ cushion ទៀតមានតែចម្លែកអ្នកទាំងអស់គ្នានិយាយទៅពីមុខហ្នឹងគឺត្រូវគ្នាខ្លាំងមែនតើយើងលាប sunscreen ហើយយើងតប cushion ពីលើទៅគឺមុខរបស់យើងគឺ glow ស្អាតហ្មងអ្នកទាំងអស់គ្នាអាឡូងហ្មងបន្ទាប់ពីតប cushion ហើយយើងក៏មកលាប blur លាប krem អីអញ្ចឹងណាអ្នកទាំងអស់គ្នាកុំឲ្យស្លេកចាគឺថាឥឡូវនេះយើងកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ទឹកធ្លាក់ជ្រាវហើយនិយាយទៅវីដេអូនេះនិយាយទៅរោករ៉ាហ្មងអ្នកទាំងអស់គ្នាហើយមើលចាថលហើយបងជ្រុយជិះម៉ូតូដូចមានក្តីសុខដល់ហើយពេលគេបានដើរលេងអីអញ្ចឹងនិយាយពីថាសប្បាយអូយសប្បាយអទាំងខ្ញុំទាំងគេនេះសប្បាយអខ្លាំងហ្មងឥឡូវបងឃើញទេសភាពស្អាតអត់និយាយទៅផ្លូវទៅទឹកធ្លាក់ជ្រាវហ្នឹងគឺស្អាតខ្លាំងមែនតើតែជាក់ភ្នែកហ្មងហើយបើយើងទៅខែវស្សាទៀតគឺកាន់តែលយហ្មងហើយនេះខ្ញុំដល់ផ្លូវចូលទៅទឹកធ្លាក់ជ្រាវហើយក៏គេកប់សបុតហើយមកសបុតតែ 2000 រៀលទេថោកទេអ្នកទាំងអស់គ្នាបន្ទាប់ពីជិះបានមកសទុះម៉ូតូបងជ្រុយគឺមានជាការធូរជាខ្លាំងអ្នកទាំងអស់គ្នាអើយរកប្រាក់បាត់រកប្រាក់ទីមកមកចាំទៅគេទេខំតាមទៅមកចិត្តទៅឃើញអត់ដល់ខ្ញុំថារករ៉ាមិននេះបើលេងធ្លាម៉ូតូឲ្យចថលចុះមកជាមួយខ្ញុំវិញនិយាយទៅរករ៉ាហ្មងហើយបន្ទាប់ពីយើងរករ៉ាហើយគឺយើងដល់ផ្លូវឡើងទៅលើភ្នំហ្នឹងអ្នកទាំងអស់គ្នាហើយកម្រងរបស់ពួកខ្ញុំមកពីផ្ទះហ្នឹងថាឡើងភ្នំហ្នឹងឲ្យដល់ទឹកធ្លាក់7ជាន់ក៏តែមិនបាន7ជាន់ទេត្រឹមតែជាន់ទី2ហ្នឹងហើយជឺចង់ដាច់ខ្យល់ហ្មងអ្នកទាំងអស់គ្នាឡើងលៀនតែថ្លិនហ្មងនិយាយទៅពេលហ្នឹងគឺហត់ខ្លាំងហ្មងខ្ញុំអត់ដឹងយកអីមកនិយាយដើម្បីឲ្យត្រូវជាមួយនឹងអារម្មណ៍ពេលហត់ហ្នឹងតែមិនធ្វើទេទោះបីជាហត់យ៉ាងណាក៏យើងសប្បាយដែរនិយាយទៅ relax ហ្មងអ្នកទាំងអស់គ្នាពេលយើងទៅដល់ហ្នឹងឃើញទាំងទឹកឃើញទាំងភ្នំនិយាយទៅតិចចិត្តតិចអារម្មណ៍ហ្មងនិយាយទៅសប្បាយខ្លាំងអត់មានអីនិយាយក្រៅពីសប្បាយទេយាយមែនមានទឹកភ្លៀងធ្លាក់ញ៉ាំអីបដើមើលទឹកភ្លៀងធ្លាក់បដើទឹកហូរបដើអូយក្តីសុខខ្លាំងហើយយាយម៉ែហើយបន្ទាប់ពីញ៉ាំអីហើយគឺពួកខ្ញុំត្រឡប់ទៅវិញហើយនិយាយទៅមកបានមួយផ្លែដែរដោយសារខ្លាចយប់បងអ្នកទាំងអស់គ្នាហើយពេលដែលខ្ញុំទៅវិញក៏ខ្ញុំអត់ភ្លេចឈប់ថតរូបនៅកន្លែងដែលគេចំណាំថតបងអ្នកទាំងអស់គ្នាពេលមកពីជ្រាវហើយគេឈប់ថតនៅកន្លែងហ្នឹងនិយាយទៅទេសភាពស្អាតហ្មងឃើញទាំងភ្នំឃើញទាំងអីនិយាយទៅទេសភាពឃើញភ្នំជុំទិសហ្មងអ្នកទាំងអស់គ្នា